ក្នុងគិត farm យើងចំជ្រូកពីរបែបទីមួយយើងចំមេនៅក្នុងទ្រុងអត់ស្អាតមានក្លិនស្អុយរបស់យើងដោយសារមូលហេតុយើងធ្វើបែបហ្នឹងគឺដើម្បីការពារកុំឲ្យមេនឹងវាខំគ្នាហើយយើងងាយស្រួលក្នុងការដែលបង្កាត់ពូជនិងថែទាំកូនផងដែរហើយវាក៏ជាគំរូមួយដែរសម្រាប់អ្នកដែលគាត់មានដីតូចគាត់អាចចំបែបហ្នឹងបានពីព្រោះអត់បាក់សម្អាតហើយពលកម្មទៅជាងការចំជ្រូកបែបធម្មជាតិផ្សេងទៀត10ដងទី2គឺយើងចំជ្រូកនៅក្នុងលបងឆក់នៅវាលខាងក្រៅអញ្ចឹងពេលដែលជ្រូកសាច់ធម្មតាឬមកក៏ជ្រូកពូជកដោនិងពូជជ្រូកហៃណាំពួកខ្ញុំចំនៅវាលខាងក្រៅដែលដាក់នៅក្នុងលបងឆក់ឲ្យវាអាចរត់លេងបានវាអាចនឹងឈ្មោះដីបានហើយជាពិសេសនោះគឺយើងបន្ថែមស្មៅពីលើចំណីធម្មជាតិដែលយើងលាយឲ្យវាជាចំណីធម្មជាតិស្រួលទេមានពោតមានកន្ទក់មានសរសៃសៀងមានម្សៅត្រីហើយយើងបន្ថែមស្មៅ 50% ឲ្យពួកវាហើយជ្រូកចូលចិត្តស៊ីស្មៅខ្លាំងមែនទែននៅពេលដែលវាបានស៊ីស្មៅគឺបំពេញសារជាតិចិញ្ចឹមបន្ថែមឲ្យពួកវាហើយក៏វាមានសារជាតិ fiber កសិសាស្ត្រច្រើនដើម្បីជួយដល់ប្រព័ន្ធពន្លឺអាហាររបស់ពួកវាផងដែរហើយការចិញ្ចឹមបែបហ្នឹងតើតែយើងមានដីធំពីព្រោះយើងអាចនឹងរើវាពីមួយកន្លែងទៅមួយកន្លែងបានហើយដោយសារតែមូលហេតុយើងអត់មានដាក់ទៅក្នុងទ្រុងជីកប៉ុស្តិ៍របស់យើងអញ្ចឹងវាអាចមានក្លិនស្អុយដូច្នេះហើយយើងត្រូវតែរើវាជាប្រចាំអញ្ចឹងចំបែបនេះបងប្អូនអាចចិញ្ចឹមនៅតាមភូមិបានទេណាប៉ះពាល់ដល់អ្នកដទៃទៀតហើយខ្ញុំក៏មានវងជ្រូកសាច់នៅខាងក្រៅដែរចាំខ្ញុំថតបងប្អូនទាំងអស់គ្នាមើលនៅពេលក្រោយទៀតមូលហេតុចំបែបនេះដោយសារយើងចំណាយតិចយើងមានតែរោងចល័តមកហើយលបងឆក់យើងអាចចិញ្ចឹមពួកវាបានហើយតោអត់មានnơiជួយគៀងហើយគៀងចូលត្រង់បានបាត់ហើយស្ដាយមកអែបត្រង់អូអានេះនៅខាងនោះទៀតទឹកសម្បូរកន្លែងខ្ញុំចិញ្ចឹមជ្រូកទឹកស្រះទឹកបន្លាយនោះមកមួយទៀតនេះជាប្រភេទកូនជ្រូកកណ្ដុរកាត់ព្រៃហើយតែកណ្ដុរកាត់ព្រៃឈាមខ្ពស់ណាអ្នកនរអាចមើលកញ្ចក់ជើងវាបានណាខ្ញុំប្រាប់ត្រួសកញ្ចក់ជើងវាឡើងខ្មៅច្រមុះវាស្រួចរោមវាឡើងកជ្រោងអញ្ចឹងអ្នកនរឡើងដូចកជ្រោងរោមវាហើយអាពេលដែលវាធំទៅរោមពយវាខាងលើស្រដៀងមេនេះអញ្ចឹងហើយបារបស់វាគឺបាព្រៃសុទ្ធមេនេះគឺឈាមព្រៃសឹងតែ90ទៅ95%ហីនិយាយថាសឹងថាជ្រូកព្រៃហើយមេនេះតែវារៀងស្គមបន្តិចដោយសារមកវឹកកូននេះវាឡើងរៀងបាក់សាច់ណាហើយមេនេះសាំងហើយអ្នកគ្នាកូនបាន9កូនច្រើនមែនតើកូនល្អត្រឡប់ទលុនហ្មងណាហើយស៊ីដល់ហើយស៊ីអត់ឈប់ទេតាំងពីព្រឹកទល់ល្ងាចទល់ស្អែកស៊ីរហូតមកឲ្យតែមានអីឲ្យស៊ីស្មៅដូចគោអញ្ចឹងពួកនេះអានេះគឺមកទ្វារដាចូលទៅយើងស្រាយវាសិនកាលនេះយើងមានវាបែងចែកវាជា3ប្រឡោះបងប្អូនអស់នេះបាទប៉ុន្តែនៅប្រឡោះខាងនោះមួយអត់ទាន់បានធ្វើទៅនេះមកមើលជួយកដោអស់នេះបាទនេះគឺជាបាបាននេះបងប្អូនហ្នឹងហើយបានេះគឺវាចេះជន់មេបានភាសាបាទនេះកូនស្រួលបងប្អូនហ្នឹងហើយតាមពិតជ្រូកគឺវាកម្រនឹងឈឺបាទកាំងខ្ញុំចំមកគឺវាមិនដែរឈឺហើយសម្រាប់ចំណីវាអត់ពិបាកទេបាទបើយើងមានស្មៅបោះស្មៅទៅបើយើងមានផ្លែឈើអីសល់ដូចជាផ្លែល្ពៅផ្លែនេះវាបោះបានបងប្អូនអស់នេះបាទគឺវាចូលចិត្តបាទអានេះអាយុវាបានមួយខែធំស្អាតមេមួយកូនបាន8ប៉ុន្តែដោយសារតែវាចាប់អត់ទាន់វាបាវាខំរបស់អញ្ចឹងនៅសល់អត់ដល់សល់ពីសវកនៅសល់ជាង10មិន10កូនសួរបងប្អូនហើយនេះគឺស្មៅដែលយើងដាក់ឲ្យវាបាទហើយនេះជាការស្មៅយើងនៅខាងមុខរោងទាបានយើងបាទអញ្ចឹងយើងកាប់មកស្មៅឲ្យវាស៊ីបាននេះគឺបរិវេណរោងឲ្យវាដើរលេងស្ពេសខាងក្រៅអានេះគឺជាទ្រុងដែលខ្ញុំ design ចេញពីចំណុចប៉ុនយើងអញ្ចឹងបាទ